បាទស្វាគមន៍មកកាន់វគ្គជាបន្តទៀតនៅក្នុងកម្មវិធីរង្វាន់ទេវតាចាសសូមអរគុណទៅដល់អ្នកឧបត្ថម្ភដែលមានដូចជាបាទសូមថ្លែងអំណរគុណទៅដល់ Power Up គឺជាភេសជ្ជៈដែលមានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយអង្គការត្រួតពិនិត្យគុណភាពពិភពលោក ISO 22000 និង ISO 14001 Power Up បំបត្តិភាពនឿយហត់អស់កម្លាំងងងុយគេងបង្កើនស្មារតីក្នុងការបើកបរបន្សាបជាតិស្រវឹងនិងមិនបណ្ដាលឲ្យធាត់បាទក៏សូមថ្លែងអំណរគុណទៅដល់ស្រាបៀរ Gensberg ប្រឡានតាមបច្ចេកវិទ្យាអាល្លឺម៉ង់ដែលអ្នកជំនាញឯកទេសផលិតស្រាបៀរផ្ទាល់ជាជនជាតិអាល្លឺម៉ង់ផលិតដោយម៉ាស៊ីន Markground របស់អាល្លឺម៉ង់ដែលមានម៉ាស៊ីនផលិតស្រាបៀរល្អលេខ1នៅលើពិភពលោកឥឡូវនេះស្រាបៀរ Gensberg បានចេញលក់ហើយនៅលើទីផ្សារស្រាបៀរ Gensberg ផលិតឡើងដោយជនជាតិអាល្លឺម៉ង់គុណភាពអាល្លឺម៉ង់ដែលប្រជាជនទូទាំងពិភពលោកពេញនិយមចូលចិត្តសូមអរគុណជាបន្តទៅដល់ Evelyn ក្រែមលាមក Evelyn White Extreme 3D ដែលផ្ដល់ប្រសិទ្ធភាព6យ៉ាងលុបបំបាត់ស្នាមអុចខ្មៅធ្វើឲ្យសម្បូរស្មើគ្នាផ្ដល់សំណើមកាត់បន្ថយស្នាមជ្រួញធ្វើឲ្យស្បែកតឹងណែនហើយផ្ទៃមុខសរលោងផុសផង់លើសពីការរំពឹងទុកសូមប្រើជាឈុតដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព Evelyn អត្ថន័យនៃភាពស្រស់ស្អាតបាទនៅក្នុងវគ្គនេះលោកសេនាងកញ្ញាក៏ដូចជាប្រិមត្តនឹងបានជួបនៅបេក្ខជនទី3ដែលគាត់នឹងឡើងមកបញ្ចេញនូវសមត្ថភាពរបស់គាត់ចង់ដឹងថានៅក្នុងសប្តាហ៍នេះបេក្ខជនទី3គឺគាត់ជាកូនពៅអត់ដឹងថាទ្របមូដូចជាកូនពៅទ្របមូមែនអត់យកលុយ13000បានអត់អត់ដឹងដែរចាបើចង់នឹងជួបគាត់ទៅណាជួបគាត់ទាំងអស់គ្នាតែម្ដងបាទជាមួយនឹងបេក្ខជនទី3បាទចូលកូនពៅបាទសុំជ័យបាទកូនពៅណាយើងមកនេះយើងយកមុខយកមាត់ណាបាទឥឡូវផ្ទះនៅម្ដុំណាដែរជួយច្បារបងជួយច្បារបាទមកប្រហែលអ្នកដែរ3នាក់ហើយតើបានលេងម្នាក់ឯណោះបាទអូបាទប្រតិសម្ណាងនៅក្នុងចំណោមសម្លាងមែនតើណាសង្ឃឹមប្រហែលភាគរយដែរនៅក្នុងថ្ងៃនេះ50%បាទធ្លាប់ឡើងកន្លែងណាខ្ពស់ទេបាទអត់ធ្លាប់ផងបងអត់ដែរណាបាទនេះជាលើកទី1អញ្ចឹងបាទបងបាទអរគុណច្រើនអញ្ចឹងមុននឹងជួបបេក្ខជនបាទទី3នៅក្នុងការឡើងនៅការយករង្វាន់បាទសូមជួបលក្ខន្តិកៈជាមុនបាទសូមជឿខន្តិកៈនៃកម្មវិធីរង្វាន់ទេវតា1បេក្ខជនមានរយៈពេល9នាទីដើម្បីឡើងដល់ចុងកំពូលខ្ពស់បំផុតនៃកម្មចិន្តា2នៅពេលឡើងកម្មចិន្តាដៃទាំងពីររបស់បេក្ខជនពុំអនុញ្ញាតឲ្យតោឬក៏ប៉ះអ្វីទាំងអស់3បេក្ខជនអាចបន្តទៅកម្មចិន្តាបន្តទៀតបានលុះត្រាតែជើងទាំងពីរកំពុងតែស្ថិតនៅលើកម្មចិន្តាតែមួយ4ប្រសិនបើធ្លាក់មកក្រោមឬដល់ពេលវេលាកំណត់បេក្ខជនពុំទាន់អាចឡើងដល់កម្មចិន្តាចុងក្រោយនោះបេក្ខជនពុំទទួលបានរង្វាន់អ្វីទាំងអស់ទោះបីជាធ្លាប់បានឈរលើកម្មចិន្តាដែលមានទឹកប្រាក់ក៏ដោយ5បេក្ខជនមានសិទ្ធិសុំបញ្ឈប់ការប្រកួតនៅកម្មចិន្តាណាមួយក៏បានដែលខ្លួនកំពុងឈរដោយជើងទាំងពីរប៉ុន្តែរង្វាន់ទឹកប្រាក់នៃកម្មចិន្តានោះត្រូវបានបន្ថយ 50% 6ក្នុងករណីការចរចារវាងបេក្ខជននិងម្ចាស់រង្វាន់ពុំទាន់បានឯកភាពគ្នា 100% ហើយបេក្ខជនបានធ្លាក់ពីកម្មចិន្តានោះបេក្ខជននឹងមិនបានទទួលរង្វាន់ដូចគ្នាដែលបានទស្សនានឹងស្ដាប់រឿងមកហើយនៅលក្ខន្តិកៈនៅក្នុងកម្មវិធីរបស់យើងចាឲ្យសម្រាប់បេក្ខជនចាយល់ច្បាស់ហើយឬនៅយល់បងយល់ហើយណាបាទហើយចាមើលទៅគាត់ទឹកមុខស្រស់ថ្លាបាទជឿជាក់ថាគាត់ទទួលបានរង្វាន់ធំពីកម្មវិធីផងដែរបាទជូនពរគាត់ទទួលបានទឹកប្រាក់$13000ផងដែរទឹកមុខមិនស្រស់ថ្លាមិនទៅលោកតាអញ្ចឹងបាទខែមុខកញ្ញើបាទដល់ពេលគាត់មកស្រស់ថ្លាអញ្ចឹងគឺហៅថាមានងៅហេងបាទអរគុណចាំប្រសម្ដីស្វាគមន៍ខ្លាំងណាស់គ្នាបាទ Are you ready go បាទបងប្អូនគិតថាគាត់ទទួលបានទឹកប្រាក់ប្រហែលដែរបាទគិតថាគាត់ទទួលបានប្រហែលដែរបានហើយអត់គាត់បានតិចមែនបាទចាំបងប្អូននៅខាងនោះ2500អើយ2500តែដល់នេះមួយបាទខាងនេះចិត្តល្អជាងចាំឲ្យគាត់បានដល់2500ខាងនេះយើងចិត្តឲ្យគាត់តិចបាទមីតែកជនយើងអត់បានបត់ដល់$60នេះបាទគាត់ត្រូវគាត់ឡើងបន្តទៀតហើយបាទចាំតែដល់នេះមួយទៀតបាទអូហូបាទខំប្រឹងឡើងព្រោះថាគាត់ផ្ដល់កម្លាំងចិត្តខ្លាំងមែនទែនមិនគាត់ឲ្យដល់តែ2500ចាបាទអើចាំអរគុណបាទសម្លឹងទៅមុខទឹកប្រាក់$13000កំពុងនៅទៅរងចាំបាទចា$13000ចាអូចាទឹកប្រាក់ហ្នឹងទៅដឹងប្រពន្ធបានមួយលោកតារាបាទទៅសល់ទៀតអូទៅសល់ទៀតដល់កូនពៅយកទ្រព្យមូទៅផ្ទះណាកូនម្ដាយខំប្រឹងឡើងបាទគឺ
người ta bóng ổn ở tin ní thì có thì cả ní cái bông tài bà cứ tham đo cầm lại chân chun được con tay mà đó Dạ bà từng bạc bay $1 như nào đấy bà cái này tới Tao là hôn tàu ba cả trôn dương ơi bà muối bà mà muối rồi đó Muối nát khanh than để ti là bao dương Nói sao bầm bấy để ti chiếng bà cứ con son để ti cho ra mình đây Dạ bà ra to bà stop bóng stop bà chôm bà tôi bà tập ra chụp luôn sai $1 hả ô bà bà ra to bàn tay cứ đang quật nơi ở miền phía nâng bàn cho ra mình đây nó Dạ còn là mình đang quật hạ bên chiếng phây ti cặp bàn tay lời ní cam thiên bao dương đầm rơi ơi chào bốn pro lang trên bàn to tiết với cả xả là mong cho nên khá ta đó tập rạp phần màn bà đi chỉ cả lang xả là bong tay phần nó bà cho ra miền cơ ấy bà nó chỉ tung chứ nó chỉ tung đây lúc nào ra thấy đâu mình lom tranh một khéo vậy hơi biết rồi bà cho nó đấy bà cầm cho mình đo tiền lang mình sẽ cam thêm mấy tôi dòm ma đi tồn chơi cái lọ từ mình ô hô bà bà chị ai đôi khăn áo chun po mà bà tôi sẽ chun bao nhiêu chun po $2,500 bà $2,500 bà mày đá nói lại chun po mà cam thêm mà mớn mấy thay mà nói tập $2,000 cả mỗi dân ở đây còn chun po còn năng sân mà sân ba còn năng nhầm vô mà mớn bay bà mình đá bay cái chân bao dân mình đo tiền bà cầm khổn mới đưa chuyện lươn nữa nè bà mà đó cầm thấy cầm bị cha này dù tịch bạn đã được thế bà nói bà bà ồ à tập rạp $200 đây đồng một hơi là anh là miền này một cái đây còn chụp yếu ấy mà nâng mốc này không cán là bom phải cái chốn bà chà anh để tí nó sao chợt mình tên ba tiền đấy ba đi ba đó mà ba tiền ô mà tôi sẽ cho con tôi mình lên ba bên ô xong style cho đứa con mấy bảo toàn phải chụp tới $200 cứ chờ bảo con chà ban mà rồi bà ta ở đây bà con ba lang tới ban to tiền đúng chà à lời đi sao năng tha ta còn lang ban tiền đài rồi tế chẳng dây từng óc ní hô ai cầm lăng chân con môi mà bà cho ra miếng tu linh luôn như đấy bà dân nào đây bà chị mơ mơ làm kia đây bà đấy ba đất bà ô dạ đây nè chụp cua cá sấu bóng cho con ở lan ban đó chụp nốt tập ra $200 từ đại bà càng mà lươn nè bà bên này tí này đứa lỗ nó mong ảnh thôi sầm bái hả ba bóng cái là lớn con cho nó lên nó con này bà hai chị mà màu ba là tại gì dạ mày đá nó mà màu ở đây anh spec chưa có một đời du phi ở đây gì mày đá tay cái chân nó bây giờ láng đó cắm chỉ đá là mình tập rạp $200 mình là đó thay nhau trơn khăn đây được tí nhó khăn không bóng bà nhỏ cái láng nữa bà cũng hai con cái láng biết lúc rồi ra nó chặt hai con khăn về nhóm 200 khối nè và dạ tóc đây ra được tí mấy nó bây giờ dương ban ở chụp trong tất cả này biến tầm nướng $80 hay dương lang ban rồi hồ từ đó $200 nên không cả tạ là bổng tóc đài nó bán mấy sân chia
ជំនះចិត្តតែតិចទៀតទៅបាទប្រហែលជាអាចឡើងបានទឹកប្រាក់ធំតាមទីមិញដល់200ឯណោះបាទ ក៏តែអត់អីណោះចាត់ទៅថាជាបទពិសោធន៍លើឃើញមកទស្សនាទៀតហើយដាក់សិលឹកឆ្នោតទៀតនឹងមានឱកាសចាឡើងមកបន្តទៀត បាទឃើញថាមិញគឺគាត់ឡើងមានការគេថាប្រមូលអារម្មណ៍បានល្អមែនទែនគិតទៅដល់ដែរអាចជួយប្រាប់ទស្សនិកជនគេហៅថាច្បាប់ពិសោធន៍មួយសម្រាប់ពួកគាត់ចូលរួមពេលក្រោយៗទៀតដែរបាទ អូ ហើយធ្វើមិនខ្លះដែរដើម្បីឲ្យយើងឡើងបានទៅដល់កម្មគប់ពោះបាទ ខ្ញុំភ័យដែរបង ភ័យណា ឈៀនជឿឡើងគឺថា ហ្នឹងហើយបាទ ចា ដល់ពេលចឹងខំប្រឹងឡើង អូបាទអញ្ចឹងនេះគឺជាពាក្យផ្ដាំផ្ញើមួយជូនទៅដល់បាទបងប្អូនទស្សនិកជនផងដែរបាទបើសិនជាគាត់ចូលរួមលេងកម្មវិធីរង្វាន់ទេវតានៅសប្តាហ៍ក្រោយៗបាទគឺបានបទពិសោធន៍ពីបេក្ខជនរបស់យើងដែលគាត់ធ្វើការជំរាបជូនបាទកុំមានការព្រួយបារម្ភយើងមានខ្សែការពិតសុវត្ថិភាពបាទ 100% តែម្ដង ចា បាទអរគុណច្រើនបាទជួបគ្នាជួបគ្នាអូបាទបាទស្ដីស្វាគមន៍កាលណាទាំងអស់គ្នាបាទ ចាសម្រាប់រង្វាន់ទេវតាចានៅក្នុងសប្តាហ៍នេះគឺពុំមាននរណាដែលអាចទទួលបានទឹកប្រាក់ពីកម្មវិធីរបស់យើងទេគឺ$13,000ហើយសម្រាប់សប្តាហ៍ក្រោយកម្មវិធីរង្វាន់ទេវតានឹងកើនឡើងទឹកប្រាក់រហូតដល់$13,500 ទឹកប្រាក់បាទកើនឡើងជាលំដាប់ផងដែរបាទគឺកាន់តែច្រើនទៅហើយបាទអញ្ចឹងឃើញថាបើលោកសេនីកញ្ញាក៏ដូចជាប្រិមិត្តដែលគាត់មានភាពក្លាហានបាទគិតថាខ្លួនឯងនឹងអាចបំបែកឯកតកម្មនៅក្នុងកម្មវិធីរង្វាន់ទេវតាបានបាទអាចចូលរួមបានទស្សនានៅស្ទូឌីយោរិស័យកែវបាទ My TV ដែលយើងនឹងធ្វើការផ្សាយជូនលោកសេនីកញ្ញាបាទតាមរយៈកញ្ចក់ទូរទស្សន៍ My TV នៅពេលវេលាដែលយើងថតផងដែរបាទ ចាអរគុណសម្រាប់អ្នកខ្ញុំសូមអរគុណដល់ច័ន្ទច័ន្ទសាឡនដែលចាត់ផាត់មកធ្វើសម្រាប់អ្នកខ្ញុំគ្រប់កម្មវិធីក៏ដូចជាសូមអរគុណទៅដល់ Mr. Man បាទសម្រាប់ខ្ញុំបាទក៏សូមថ្លែងអរគុណទៅដល់ហាងលក់ស្នៀងពាក់ Nina Fashion អរគុណទៅដល់ហាង Cindy បាទពីកម្មវិធីរង្វាន់ទេវតានឹងវិលមកជួបអារម្មណ៍លោកសេនីកញ្ញាក៏ដូចជាប្រិមិត្តនៅសប្តាហ៍ក្រោយតាមពេលវេលានៅមកដដែលសម្រាប់ពេលនេះយើងខ្ញុំទាំងអស់គ្នាក៏សូមអរគុណសូមគោរពលា